ចែកវិធីព្យាបាលជំងឺខ្លាចខ្មោចខ្ញុំឃើញថាបាទមានមនុស្ស10នាក់ក្នុងចំណោមបាទ20នាក់ខ្លាចខ្មោចណាហេអញ្ចឹងអាចដល់15នាក់ទៀតណាមិនមែនត្រឹមតែ10ទេអញ្ចឹងឥឡូវនេះគឺខ្ញុំឯងកន្លឹះថាធ្វើម៉េចដើម្បីកុំឲ្យខ្លាចខ្មោចអញ្ចឹងណាបាទអញ្ចឹងបងប្អូនការពិតខ្មោចព្រាយនឹងវាគ្រាន់តែជាជំនឿអរូបីមួយដែលយើងគិតតែគ្មានទេប៉ុន្តែបើសិនជាក្នុងករណីបងប្អូនខ្លះធ្លាប់ឃើញអញ្ចឹងណាហ្នឹងហើយធ្លាប់ដឹងធ្លាប់ឃើញថាខ្លាចអីអញ្ចឹងទៅអញ្ចឹងឥឡូវខ្ញុំបាទប្រាប់ពីវិធីព្យាបាលហើយខ្ញុំជឿថាស័ក្តិសិទ្ធិណាបាទព្យាបាលជាខ្លាំងហ្មងណាបងប្អូនបាទធានានោះគឺបងប្អូនបាទទៅជំពាក់លុយគេឲ្យច្រើនណាបាទខ្ចីពីនេះពីនោះពីនោះពីនោះធានាគេផងអីចឹងជំពាក់គេជំទើសណាបន្ទាប់មកបងប្អូនខ្វល់តាមរឿងជំពាក់គេមានពេលណាទៅគ្រឿងខ្មោចអត់បានការទេដើរគិតដេកគិតតែរឿងមកភ្លេចខ្មោចបាក់ទេសាកអនុវត្តទាំងអស់គ្នា